គ្រប់ជ្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកងឥឡូវបានមកដល់វត្តទី5ហើយវត្តមជ្ឈិមសារ៉ារាមមជ្ឈិមសារ៉ារាមអញ្ចឹងហ្នឹងហើយមកដល់រោងទូកជំរំរបស់កន្សៃសូរិយាណាពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់ក្នុងរោងទូកនេះគឺមាន3គ្រឿងនេះមានសេរីចាស់មួយគ្រឿងដែរនៅខាងនោះរោងទូកជាប់សោយចឹងចោតកាត់ទេបាទថតពីក្រៅនេះកន្សៃសូរិយានេះបងប្អូនហ្នឹងឈ្មោះពេញហ្នឹងកន្សៃសូរិយាដែលចូលសែនជ័យហើយនេះគឺមួយគ្រឿងដែលពេលប្រកួតណាហើយសម្រាប់មួយគ្រឿងនេះគឺសម្រាប់ទុកហាត់ណាបងប្អូនអរគ្នាសានមែនតើកណូគឺសាមញ្ញទេប៉ុន្តែល្បឿនវិញគឺថាมันធម្មតាទេបងប្អូនអរគ្នាសម្រាប់មួយគ្រឿងនេះណាកន្សៃសូរិយាដែលចូលសែនជ័យហើយជាទុកដែលមានឈ្មោះល្បីល្បាញដែរហើយដូចជាឥឡូវនេះគឺនៅក្នុងរោងទូកតតែម្ដងហើយចាំមើលឆ្នាំហ្នឹងមើលមិនម៉ាត់ទេឆ្នាំហ្នឹងមិនជួបបងប្អូនចំណោះទូកដែរគាត់ថាចាំជួបគ្នាពេលអ៊ំអញ្ចឹងណា